ជំរាបសួរថ្ងៃនេះនិយាយអំពី le récépissé récépissé ជាបង្កាន់ដៃសម្រាប់នៅពេលដែលយើងដាក់ demande សុំ titre séjour ឬក៏ carte de résident គេឲ្យយើងបង្កាន់ដៃនេះឯងហើយបង្កាន់ដៃនោះរយៈពេលវាពី4ខែទៅ6ខែក្នុងកំឡុងពេលដែលយើងកំពុងតែរងចាំការពិនិត្យមើល dossier យើងការ demande des cartes របស់យើងហ្នឹងចឹង récépissé ហ្នឹងសួរថាបើសិនជាខ្ញុំកាន់រយៈពេលពី récépissé ហ្នឹងណារយៈពេលពី4ទៅ6ខែថាខ្ញុំជិតដល់ផលកំណត់តើខ្ញុំអាចសុំបន្ត récépissé នឹងទៀតឬក៏អត់ouiខ្ញុំអាចសុំបន្ត récépissé នឹងទៀតបានហើយ récépissé ដរាបណាដែល titre séjour របស់យើងកាតរបស់យើងហ្នឹងគេមិនទាន់ពិនិត្យ dossier របស់យើងគេអត់ទាន់ប្រាប់យើងថា oui ឬក៏ non គេឲ្យកាតឬក៏អត់យើងនៅតែមានសិទ្ធិបន្ត récépissé របស់យើងនឹងដដែលនៅពេលដែលផុតកំណត់ណាហើយសួរថាតើផុតកំណត់បានទៅសុំឬក៏ផុតរយៈពេលមុនផុតកំណត់ប្រហែលថ្ងៃដើម្បីយើងទៅសុំបន្ត récépissé អញ្ចឹងគេថាយ៉ាងហោចណាស់ក៏1ខែបើឧទាហរណ៍ថា récépissé យើងផុតកំណត់ដាច់ខែ4យើងត្រូវចាប់ផ្ដើមសុំបន្តនៅដើមខែ4យ៉ាងតិចបំផុតក៏មួយខែហើយយ៉ាងយូរបំផុតដែលថាយើងមិនទាន់យើងភ្លេចអីចឹងទៅ20ថ្ងៃមុនដល់ថ្ងៃដាច់កំណត់ récépissé ចឹងណាហើយ récépissé ហ្នឹងគឺសម្រាប់បើសិនជាឧបមាថាយើងជាអ្នកស្នើសុំ titre séjour ដំបូង premier titre séjour récépissé ហ្នឹងគេឲ្យ4ខែទៅ6ខែតែបើសិនជាយើងជាអ្នកស្នើសុំបន្ត carte de séjour ថាគេហៅ renouvellement titre séjour ណាអាហ្នឹង récépissé ដែលយើងកាន់បង្កាន់ដៃហ្នឹងរយៈពេលដូចជាតែ3ខែទេខុសគ្នាត្រង់ហ្នឹងបន្តិច